នៅក្នុងថ្ងៃសិលនេះលោកតាជាគ្រូបុរាណដែលនៅភូមិបាក់ខែងតាំងពីសម័យឆ្នាំ80ហ្នឹងហើយតាំងពីឆ្នាំ80នោះហើយក្នុងថ្ងៃនេះដែរគឺថ្ងៃសិលលោកតាថតធ្វើវីដេអូខ្លីបង្ហាញនៅកូនក្មួយប្រុសស្រីចាស់ក្មេងទាំងអស់ហ្នឹងហើយដែលចង់ដឹងថាគ្រូបុរាណអ្វីទៅដែលគេហៅថាគ្រូបុរាណដែលគាត់ចេះពីសម័យមុនមកនៅក្នុងទសវត្សរ៍ឆ្នាំ1910 1920ហ្នឹងហើយរហូតមកដល់ចំនួនលោកតាដែលលោកតាចេះនៅក្នុងឆ្នាំ1980ដែលលោកតាបួសជាសង្ឃបួសជាសង្ឃជាមួយនឹងលោកតាមុំរបស់ខ្លួនឯងលោកតាមុំនឹងដែលត្រូវជាសិតារបស់លោកតានេះឯងដែលគាត់បានបង្ហាត់បង្រៀននៃមន្តអាគមគាថាទាំងអស់នៅក្នុងទសវត្សរ៍8ក្នុងពាក្យថាគ្រូបុរាណគេអត់ឲ្យអួតអាងថាខ្លួនឯងនោះចេះអ្វីជាគ្រូនោះទេហ្នឹងហើយពីដើមណាហ្នឹងហើយពីដើមនោះគេមិនប្រាប់អ្នកណាឲ្យដឹងទេគ្រូបុរាណហ្នឹងហើយលោកតាចេះតាមលោកតារបស់ខ្លួនឯងនិងឪខ្លួនឯងហ្នឹងរៀនបន្តបន្ទាប់មកនេះហើយដែលចេះនេះគឺគេហៅថាចេះស្នេហ៍ប្រមូលប្តីប្រពន្ធស្នេហ៍ប្រមូលហ្នឹងធ្វើប្រមូលប្តីប្រពន្ធដែលយើងមានបាក់បែកដូចចៅប្រុសចៅស្រីកូនប្រុសកូនស្រីក្មួយប្រុសក្មួយស្រីទាំងអស់គ្រប់មជ្ឈដ្ឋានដែលគាត់បានបែកបាក់គ្នាជាប្តីប្រពន្ធហ្នឹងហើយគាត់ចង់ប្រមូលឲ្យជួបជុំគ្នាវិញនោះជួបជុំគ្នាវិញហ្នឹងលោកតានេះហើយដែលលោកតានៅភូមិបាក់ខែងហ្នឹងប្រមូលប្តីប្រពន្ធឲ្យជួបជុំគ្នាតាំងពីឆ្នាំ1980តាំងពីនៅជាមួយលោកតាមុំដែលលោកតាបានបួសជាមួយគ្នានោះហើយបន្តបន្ទាប់នឹងមកនឹងចេះតែល្បីឈ្មោះលោកតានេះឯងថាជាលោកតាប្រមូលប្តីប្រពន្ធនៅបាក់ខែងភូមិបាក់ខែងហ្នឹងតែផ្លូវជាតិលេខ6នេះហើយសប្តាហ៍ថ្ងៃនេះក៏មានមនុស្សម្នាក្មួយប្រុសស្រីទាំងអស់ចាស់ក្មេងហ្នឹងគាត់បែកបាក់ប្តីប្រពន្ធហ្នឹងគាត់តែងតែមករកលោកតានេះឯងមកឲ្យប្រមូលប្តីប្រពន្ធហើយលោកតាសូមបញ្ជាក់បន្តិចផងដែរលោកតាមិនមែនតែប្រមូលប្តីប្រពន្ធបាក់បែកតែប៉ុណ្ណោះទេគឺធ្វើខ្សែរ៉ូស៊ីធ្វើគូយន់ដាក់ផ្ទះនិយាយទៅសពសារពើទាំងអស់ហ្នឹងហើយសពសារពើទាំងអស់ហើយសំខាន់តែអភ័យទោសពីអស់លោកទាំងឡាយទាំងអស់គ្នានឹងខ្ញុំបង្ហាញនេះមិនមែនជាការអួតអាងខ្លួនឯងជាគ្រូអ្វីទាំងអស់ចានោះទេគ្រាន់តែឲ្យចៅប្រុសចៅស្រីកូនប្រុសកូនស្រីទាំងអស់នឹងគាត់បានយល់បានដឹងព្រោះគាត់តែងតែឆ្ងល់ថាអ្វីដែលគេហៅថាគ្រូបុរាណហើយគ្រូបុរាណនោះអញ្ចឹងលោកតានេះហើយជាគ្រូបុរាណម្នាក់ដែលនៅភូមិបាក់ខែងគេតែងតែហៅគ្រូធ្វើប្រមូលប្តីប្រពន្ធឯងហ្នឹងហើយការដែលធ្វើនេះក្មួយប្រុសក្មួយស្រីចៅប្រុសចៅស្រីហ្នឹងគាត់បានបែកបាក់ហ្នឹងគឺគាត់មករហ្នឹងគឺយើងមានឈ្មោះមានឈ្មោះសារៈសំខាន់ណាមានឈ្មោះថាទាំងប្រពន្ធទាំងប្តីដែលលោកតាធ្វើជាខ្សែចាជាខ្សែធ្វើជាកមួនហើយមានទាំងរូបទៀតផងហើយពេលដែលធ្វើហ្នឹងគឺលោកតាខាបលោកតាខាបឈ្មោះអន្តងពលឹងហ្នឹងគឺបញ្ចូលនៅក្នុងខ្លងកមួននេះឯងហើយនឹងក្នុងខ្សែនេះឯងដែលយើងចាហើយតាលោកតាខាបអន្តងពលឹងឈ្មោះនោះហើយឈ្មោះនោះនឹងដើរមកចូលនៅកន្លែងខ្លងកមួននេះសន្ធិដ្ឋនៅក្នុងកមួននេះនឹងនឹកនាមកឈ្មោះមកខាងទៀតហ្នឹងហើយនឹងបានដូចចិត្តចឹងហើយដែលយើងធ្វើនេះលោកតាសូមបញ្ជាក់ហើយមានកំណល់ក្មួយស្រីប្រុសទាំងអស់ណាមានកំណល់ហ្នឹងហើយមានកំណល់ អ
កំណល់នោះជាប្រាក់vàជាប្រាក់ជាបច្ច័យហ្នឹងvàមានតិចតួចតែក៏មានសម្ដាប់រៀបដែរណាហ្នឹងហើយអ្វីក៏ដែរដែលយើងប្រមូលគ្រូពីដើមសិតតែមានសម្ដាប់រៀបហើយមានសម្ដាប់រៀបមានកម្មាចតីក្រហមអីចឹងទៅសពសារពើទាំងអស់តែក៏អត់ច្រើនពេកទេមកសំរុំទេណាហ្នឹងហើយតាមក្បួនបុរាណហ្នឹងគឺមិនមែនប្រកបជាទំនើបទេហើយលោកតាសូមបញ្ជាក់ផងដែរនេះជាលេខរបស់លោកតាផ្ទាល់ដែលមាន086ហ្នឹងហើយមាន097ទៀតណាសូមបងប្អូនពិនិត្យមើលដែលរៀងបើកក្នុង YouTube មើលវីដេអូហ្នឹងមើលឲ្យចប់ចង់ចប់ដើមមកហ្នឹងហើយបានស្ដាប់លោកតានិយាយក្បោះក្បាយនៅនឹងខ្លះមួយចំនួនហើយនិយាយនេះមានការអួតអាងអ្វីខ្លួនឯងនោះទេណាហ្នឹងហើយគ្រាន់តែថាបញ្ជាក់ថាខ្លួនឯងនេះជាគ្រូបុរាណគ្រូបុរាណហើយលោកតាសូមបញ្ជាក់ផងដែររៀននេះតាមមានក្បួនខ្នាតមានត្រឹមត្រូវតាមឪពុកនិងតាមចេតាបញ្ជាក់ហើយបញ្ជាក់ទៀតមិនមែនចេះដោយឯងទេអាគមគាថាទាំងអស់យើងធ្វើគ្រូទាំងអស់ហើយមិនមែនចេះដោយខ្លួនឯងទេណាមិនរៀនដោយអត់គ្រូទេសិតតែមានគ្រូអ្វីដែលយើងរៀនសិតតែមានគ្រូរៀនហើយគេអង្គុយស្មាំងស្មាត់ក្នុងចូលភាសា3ខែទៀតផងណាហ្នឹងហើយដើម្បីឲ្យដឹងចម្រើននៃគាថាទាំងអស់ហ្នឹងហើយអញ្ចឹងលោកតាមិនមែនជាគ្រូសម្រាប់បង្ហាញនៅមុនសិលគាថាណាទេគឺលោកតានេះគ្រាន់តែអ្នកប្រាប់ថាលោកតានេះជាអ្នកប្រមូលប្តីប្រពន្ធបាទបាក់បែកឲ្យជួបជុំគ្នាវិញបានដឹងមិនកំណត់ថ្ងៃទេណាហ្នឹងហើយយើងមករអញ្ចឹងអត់កំណត់ថ្ងៃទេកូនក្មួយទាំងអស់ស្ដាប់លោកតាបញ្យលណាមិនមែនកំណត់ថ្ងៃទេអ្នកខ្លះសំប្រកបលឿនឆាប់បានមកជួបអ្នកខ្លះយើងយឺតដោយសារអត់សូវសំប្រកបជាមួយលោកតាតែនៅតែបានអញ្ចឹងប៉ុន្តែមិនកំណត់ពេលវេលាថ្ងៃណាទេណានឹងអត់កំណត់ទេហើយលោកតាសូមបញ្ជាក់ម្ដងទៀតបាទលោកតានៅភូមិបាក់ខែងបាទភូមិបាក់ខែងផ្លូវជាតិលេខ6បាទតែនៅកន្លែងចំណុចស្ពានទី4ហើយលោកតាសូមផ្ដាំហើយផ្ដាំទៀតសូមកូនក្មួយស្រីប្រុសទាំងអស់បាទដែលរកគ្រូបុរាណដែលចេះពិតប្រកបហ្នឹងហើយដែលខាងប្រមូលប្តីប្រពន្ធធ្វើខ្សែរ៉ូស៊ីធ្វើយន់ធ្វើអីដាក់ផ្ទះហ្នឹងលោកតានេះឯងហ្នឹងហើយបាទតែលោកតាមិនសូវបានថតជាវីដេអូបង្ហាញអីទេណាសូមកូនក្មួយយល់ពីបញ្ហានៃគ្រូខ្មែរហើយគ្រូខ្មែរពីដើមគេរៀបតាហឹងមួយទេណាសធរដូងមកគូទេហើយមានតែចេកមានអីចឹងទេហ្នឹងហើយមានអ្នកខ្លះហ្នឹងក៏មកសួរលោកតាដែរថាគ្រូខ្លះអាសនៈធំប៉ុនគាត់លោកនោះលោកតាក៏បានប្រាប់ដែរអាហ្នឹងជារឿងរបស់គេគ្រូគេទេលោកតាអត់ដឹងទេណាតែសម្រាប់លោកតារៀនមកគឺមានតែបៃសីបន្តិចបន្តួចហើយនឹងសធរដូងទេគ្រូពីដើមនោះមកហឹងតូចទេហ្នឹងហើយហ្នឹងសម្រាប់ដែលគ្រូពីដើមហ្នឹងអញ្ចឹងហើយបានលោកតាប្រាប់នេះហើយសូមកូនក្មួយទាំងអស់ជួយគ្រប់គ្រងនៃអាគមបុរាណខ្មែរគ្រូខ្មែរយើងណាការចំនួនពលពតហ្នឹងអស់ច្រើនហើយមិនសូវមានទេហ្នឹងហើយឥឡូវនៅសល់មួយសូមអរគុណច្រើនណាអរគុណច្រើនជំរាបលា